បាទក្នុងនាមខ្ញុំជាប្រជាជនកម្ពុជាមួយរូបខ្ញុំពិតជាជ្រិញជាមួយនឹងវោហារស័ព្ទឬក៏វោហារសាស្ត្រញុះញង់អុចអាលដោយឥតអៀនខ្មាស់របស់ពួកអ្នកនយោបាយជ្រុលនិយមតោកយ៉ាកមួយក្តាប់តូចនៅឯបរទេសដែលបាននឹងកំពុងធ្វើនយោបាយក្នុងទុច្ចរិតអគុណធម៌ក្រោមស្លោកដែលហៅថាក្រមប្រឹក្សាជាតិតស៊ូស្អីគេនោះជាការពិតពួកអ្នកគ្រាន់តែជាក្រុមវង្វេងជាតិខ្លួនឯងតែប៉ុណ្ណោះពួកអ្នកពិតជាទុច្ចរិតពេកហើយពួកអ្នកទាំង3គ្រាន់តែជាក្រុមទុច្ចរិតនយោបាយនិងជាអ្នកបោកបញ្ឆោតប្រជាពលរដ្ឋដែលដើរតាមនយោបាយបោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះរយៈពេលជាង30ឆ្នាំមកនេះពួកអ្នកបានប្រើប្រាស់ប្រទេសកម្ពុជាសម្រាប់ជាឆ្នន់នយោបាយក្នុងការបានសិទ្ធិរស់នៅនិងជ្រកកោននៅប្រទេសទី3ពួកអ្នកមិនខ្លាចក្នុងការមួលបង្កាច់ជាតិសាសន៍ខ្លួនឯងនោះទេដើម្បីតែអត្តតថៈបុគ្គលគឺប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះពួកអ្នកបោកប្រាស់ពេលវេលាលុយកាក់របស់សកម្មជនយកទៅចិញ្ចឹមក្រពះខ្លួនឯងដោយឥតអៀនខ្មាស់ដើម្បីបានជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងចេតនាទុច្ចរិតហើយឲ្យអ្នកដើរតាមរងនៅទុក្ខវេទនាទៀតផងគឺការបង្កើតបកប្រឆាំងមួយដើម្បីបម្រើកំហឹងនយោបាយផ្ទាល់ខ្លួនហើយដើម្បីបន្តរស់នៅក្នុងរបៀបជាអ្នកនយោបាយទុច្ចរិតពួកអ្នកបដូរឈ្មោះបកជាបន្តបន្ទាប់រហូតបង្កើតសម្ព័ន្ធភាពផ្សេងក្នុងអង្គើដ៏ខ្មៅងងឹតដើម្បីបន្តបោកប្រាស់សកម្មជនតើពួកអ្នកអាចធ្វើអ្វីកើតពីអ្នកនយោបាយទុច្ចរិតរហូតខ្ចាត់ខ្ចាយប្រត់ប្រាស់អាយុយ៉ាងក្រៃលែងកំសាកនៅឯក្រៅប្រទេសដោយពុំមានឱកាសវិលត្រឡប់មកកម្ពុជាវិញទៀតផងពួកអ្នកបដូរពីបកខ្មោចបង្កើតជាចលនាតស៊ូនិងថ្មីនេះពួកអ្នកសល់មួយក្តាប់មានគ្នា3នាក់និងក្រុមអ្នកចាញ់កំសាកញីដដែលបង្កើតក្រុមប្រឹក្សាស្អីគេនោះបន្តទៀតដើម្បីតែរស់តាមរបៀបបោកនិងបញ្ឆោតតែប៉ុណ្ណោះខ្ញុំប្រសិទ្ធនាមឈ្មោះក្រុមអ្នកថាជាអ្នកនយោបាយទុច្ចរិតគឺស័ក្តិសមណាស់ពួកអ្នកគ្មានភាពអៀនខ្មាស់រហូតយកឈ្មោះថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាយកទៅពាក់ព័ន្ធជាមួយក្រុមអ្នកដើម្បីយកទៅបោកបញ្ឆោតសាធារណមតិជាតិនិងអន្តរជាតិចរិតបែបនេះអន់ណាស់ថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាមានភាពថ្លៃថ្នូរចំពោះជាតិនិងប្រជាជនប្រមូលកម្លាំងមហាសាមគ្គីជាតិក្រោមទង់រណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយផ្ដួលរលំរបបបល័យពូជសាសន៍ប៉ុលពតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី7ខែមករាឆ្នាំ1979ដើម្បីប្រជាជាតិបានរស់រានមានជីវិតឡើងវិញបញ្ចប់នៅសក្តានុពលដ៏ខ្មៅងងឹតដែលផ្ទុយស្រឡះពីពួកអ្នកនយោបាយទុច្ចរិតដែលមានទុនដឹកក្បត់ជាតិ3ជំនាន់ការព្យាយាមបំបែកបំបាក់មហាសាមគ្គីភាពរបស់គណៈបកប្រជាជនកម្ពុជានិងការប៉ុនប៉ងបំផ្លាញកម្ពុជាតាមរយៈហិង្សានយោបាយផ្ទាល់ខ្លួនគឺមិនអាចទៅរួចនោះទេនយោបាយកំសាកញីរបស់ក្រុមទុច្ចរិតពួកអ្នកដែលប្រឹងស្រែកពីក្រៅប្រទេសរាប់ម៉ឺនគីឡូមិនទទួលបានជោគជ័យនោះឡើយអ្នកត្រូវយល់ច្បាស់ថាសមរភូមិនយោបាយពិតប្រាកដនៅកម្ពុជាមិនមែនសមរភូមិនយោបាយនៅក្រៅប្រទេសនោះទេតើអ្នកសល់ពេល30ឆ្នាំប៉ុន្មានដងទៀតបើអ្នកមានសារជាតិជាពួកទុច្ចរិតនិងហិង្សានិយមបែបនេះដូចជាសារដែលលើកឡើងដោយទុនដឹកក្បត់ជាតិ3ជំនាន់សំរងស៊ីថាយើងឈប់ប្រើប្រាស់យន្តការបោះឆ្នោតទៀតហើយនេះមានន័យថាអ្នកដើរចូលបន្តត់ក្រហមហើយប្រទេសកម្ពុជាប្រកាន់យកគោលការណ៍ដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការដឹកនាំប្រទេសតាមបែបបោះឆ្នោតមតិភាគច្រើនដែលគ្រប់គ្រងដូចជាគណៈបកប្រជាជនកម្ពុជាដឹកនាំប្រទេសនាបច្ចុប្បន្ននេះតាមលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ